Apporter, ça veut dire porter une chose vers un lieu ou vers une personne មានន័យថាយកមកនោះគឺយកមកសម្រាប់តែវត្ថុទេឬក៏របស់អ្វីមួយទេ Bonjour à tous, je m'appelle Liné, je suis enseignante au CDL ចឹងសួស្តីទាំងអស់គ្នាថ្ងៃនេះយើងនឹងមករៀនអំពីភាពខុសគ្នារវាងកិរិយាសព្ទ apporter et emporter voilà quelle est la différence donc apporter មានន័យថាយកមក apporter ça veut dire porter une chose vers un lieu ou vers une personne មានន័យថាយកមកនោះគឺយកមកសម្រាប់តែវត្ថុទេឬក៏របស់អ្វីមួយទេអត់អាចនាំយកមនុស្សឬក៏អីផ្សេងមកបានណាពីប្រើប្រាស់បានតែចំពោះវត្ថុឬមួយក៏របស់អ្វីមួយឧទាហរណ៍ j'apporte un gâteau à la fête មានន័យថាខ្ញុំយកនំខេកមកកម្មវិធីឬមួយក៏ពិធីជប់លៀងមួយទៀត elle apporte des fleurs à sa mère មានន័យថានាងយកផ្កាឲ្យម្ដាយរបស់នាង voilà nous apportons nos livres en classe មានន័យថាពួកយើងយកសៀវភៅរបស់ពួកយើងហ្នឹងមកក្នុងថ្នាក់ voilà donc ហ្នឹងគឺ apporter មានន័យថាយើងយកមកមួយទៀតចំពោះ emporter វិញម្ដង donc emporter មានន័យថាយើងយកទៅវិញម្ដង donc emporter ça veut dire prendre une chose avec soi en quittant un lieu អញ្ចឹងកន្លែងនេះក៏ដូចគ្នាដែរ emporter ហ្នឹងគឺប្រើប្រាស់បានតែជាមួយនឹងវត្ថុឬមួយក៏របស់អ្វីមួយទេវិញឧទាហរណ៍ j'emporte mon sac à l'école មានន័យថាខ្ញុំយកកាបូបរបស់ខ្ញុំទៅសាលារៀនវិញ il emporte son ordinateur មានន័យថាគាត់យកកុំព្យូទ័ររបស់គាត់វិញចុងក្រោយ nous emportons nos vêtements en voyage មានន័យថាពួកយើងយកសម្លៀកបំពាក់របស់ពួកយើងហ្នឹងទៅធ្វើដំណើរកម្សាន្តវិញ donc apporter មានន័យថាយកមកវិញហើយ emporter មានន័យថាយកទៅអញ្ចឹងពីរហ្នឹងប្រើប្រាស់បានតែជាមួយនឹងវត្ថុឬមួយក៏របស់អ្វីមួយទេអត់អាចប្រើជាមួយនឹងមនុស្សឬក៏សត្វបានទេ voilà អញ្ចឹងអរគុណសម្រាប់ការតាមដានបើសិនមានចម្ងល់អាចជួយ comment ក៏ដូចជាចុច like វីដេអូ share ហើយនិង follow page ដើម្បីទទួលបានវីដេអូថ្មីៗសូមអរគុណ